បើកក្បាលវីដេអូមកបងប្អូនឃើញខ្ញុំកំពុងបើកម៉ូតូតណាយហើយថ្ងៃនេះដែរគឺជាថ្ងៃពិសេសរបស់ខ្ញុំបងប្អូនគឺប្រពន្ធខ្ញុំគាត់សម្រាលកូនអានេះគឺជាសកម្មភាពខ្លះមុននឹងសម្រាលកូនហើយបងប្អូនកុំច្រឡំហើយនេះជាកូនដំបូងរបស់ខ្ញុំហើយនឹងគាត់និយាយរួមទៅខ្ញុំការមួយគាត់បាន4ឆ្នាំហើយបងប្អូនទៅតែមានកូនមួយនេះទេហើយរយៈពេល2យប់កន្លះថ្ងៃបងប្អូនគឺខ្ញុំអត់បានដេកទេពីអ្នកគាត់ដោយសារកំណើតកូនមួយបងប្អូនដឹងហើយគឺឈឺណាស់ឈឺខ្លាំងគ្មាននៅពេលខ្លះគាត់សឹងនឹងចង់ឲ្យខ្ញុំវះតែខ្ញុំចេះតែប្រលួងគាត់ថាអូនណាយើងការធម្មជាតិក៏វាល្អមួយយ៉ាងដែរមិនល្អមួយយ៉ាងទេបងប្អូនធម្មជាតិគឺកើតមកយើងអាចពេលក្រោយគឺយើងអាចយកបានច្រើនទៀតអញ្ចឹងមិនទៅយកប្រហែលទេតែគាត់ថាធម្មជាតិវាល្អជាងការវះបងប្អូនមើលសកម្មភាពគឺនេះខ្ញុំជាមួយគាត់នេះគ្មានបានដេកទេដោយសារតែម្នាក់បងប្អូនហត់ណាស់បងប្អូនពេលមានកូនមិនមែនស្រួលទេម្នាក់មុននឹងសម្រេចចិត្តយកកូនគឺពិបាកណាស់បងប្អូនមើលតែសកម្មភាពដែលគាត់ដើរចុះឡើងអត់បានដេកអត់បានញ៉ាំក៏មិនសូវបានតែទឹកផឹកទេបងប្អូនអើយខ្ញុំមើលវីដេអូនេះហើយខ្ញុំមានអារម្មណ៍ថាខ្ញុំអាណិតគាត់ខ្លាំងមែនតើបងប្អូនគឺគាត់ខ្ញុំអត់ដឹងថានិយាយថាម៉េចទេតែខ្ញុំចង់ធ្វើវីដេអូនេះចង់ចែកជូនទៅពុកម៉ែបងប្អូនហើយនឹងបងស្រីឲ្យគាត់មើលទៅពេលសម្រាប់កូនគឺវាយ៉ាប់អញ្ចឹងឯងបងប្អូនហើយបន្តមកនេះបងប្អូនឃើញទេរយៈពេល2ថ្ងៃកន្លះគឺគាត់បានចេញអានេះវីដេអូនេះគាត់ចេញពីពេទ្យហើយរយៈពេល5ថ្ងៃបានម្ដាយក្មេងខ្ញុំគាត់ងូតទឹកឲ្យបន្ទាប់ពីងូតទឹកហើយគឺអត់មានអីច្រើនទេបងប្អូនហើយវីដេអូនេះខ្ញុំចង់ធ្វើទុកសម្រាប់ពេលគាត់ធំឡើងឲ្យមើលថាម្ដាយពេលសម្រាប់កូនមួយគឺពិបាកមិនហើយជាចុងក្រោយបងប្អូនកុំភ្លេចចុច Subscribe ហើយនឹងចុចសញ្ញាកណ្ដឹងឲ្យម្នាក់មួយផង